រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ36យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី19គេឲ្យត្រីកោណមួយដែលមានមុំនេះស្មើ 3x មុំនេះស្មើ9ហើយមុំខាងនេះមិនដឹងមុំខាងក្រៅស្មើមុំ x ធំដើម្បីរកមុំ x ឃើញតើយើងដឹងមុំនេះសិនដើម្បីដឹងមុំនេះតើយើងរកមុំនេះសិនអញ្ចឹងយើងអាចបានមុំ 6x បូកមុំ 3x ស្មើ 180ដែរអញ្ចឹងយើងរកមុំ 3x ឃើញដូច្នេះសូមមើលការបកស្រាយទាំងអស់គ្នាមុំ 3x បូកមុំ 6x បូកមុំ 3x ស្មើ 180មុំ 1x បូកមុំ 3x ស្មើ 180មូលហេតុអីជាផលបូកមុំបនថែមអញ្ចឹងយើងពិនិត្យមើល 3x បូក 9x 3x 6x បូក 3x ស្មើ 9x ស្មើ 180អញ្ចឹងយើងទាញរក x ឃើញមុំ x ស្មើ 180ចែក 9នៅខាងនេះគុណទាញអង្គទី2ចែក 180ចែក 9 ស្មើ 20តម្លៃ x មួយស្មើ20ចុះ 3x ទៅជា60អញ្ចឹង 3x ស្មើមុំ60មុំនេះ60មុំនេះ9អាចរកមុំនេះឃើញមុំ 3x បូកមុំ9បូកនឹងមុំ x អងសន្មតមុំនេះជាមុំ x អងស្មើ180មូលហេតុអីវាជាផលបូកមុំក្នុងនៃត្រីកោណអញ្ចឹងទាញ x អងឃើញមុំ x អងស្មើ180នេះនៅអង្គទី2នៅខាងអង្គទី1បូកទាញមកអង្គទី2ដកឲ្យ 3x បូកនឹង90 3x 3គុណនឹង20 x ស្មើ20 3គុណ20 60បូកនឹង9 150 180ដក150ស្មើ100ស្មើ30អញ្ចឹងនៅមុំដែលយើងរកឃើញនេះ x អងតូចនេះគឺស្មើ30 x អងឃើញហើយ x អត់ដឹងបូកចូលគ្នាទៅស្មើ180អញ្ចឹងនាំឲ្យយើងបាន x អងបូកនឹងមុំ x ស្មើ180មូលហេតុអីជាផលបូកមុំបន្ថែមនាំឲ្យយើងបានមុំ x ស្មើ180ដកឲ្យ x អងចេញ180ដកឲ្យ30 x អងស្មើ30ស្មើ150ដូច្នេះមុំ x ស្មើ150ដឺក្រេមុំ x នេះស្មើ150ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា